មន្ទីរពេទ្យជប៉ុន Sunrise ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបានប្រារព្ធពិធីសម្ពោធបើកឲ្យដំណើរការជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាពិធីដ៏មានអត្ថន័យឧត្តមឧត្តមនេះត្រូវបានប្រារព្ធធ្វើក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមគីយូស៊ីអូដាវ៉ារ៉ាអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននិងជាតំណាងនាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូអាបេពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាអិសរាជជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជាជាអិសរាជជនការទូតសប្បុរសជនជប៉ុនព្រមទាំងថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញនិងប្រជាប្រដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនរូបទៀតលោកវិជ្ជបណ្ឌិតស៊ីហ្គេមីគីតាហារ៉ាស្ថាបនិកនិងជាទីប្រឹក្សាមន្ទីរពេទ្យជប៉ុន Sunrise មានប្រសាសន៍ថាដោយមើលឃើញពីភាពមានកម្រិតនៃសេវាថែទាំវេជ្ជសាស្ត្រនៅប្រទេសកម្ពុជាពេលលោកមកទស្សនកិច្ចនៅក្នុងឆ្នាំ2008លោកបានសម្រេចចិត្តកសាងមន្ទីរពេទ្យជប៉ុន Sunrise នេះឡើងដើម្បីផ្ដល់នៅសេវាថែទាំវេជ្ជសាស្ត្រដែលមានគុណភាពនិងមានលក្ខណៈសមធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីជំរុញការលូតលាស់នៃប្រទេសកំពុងអភិវឌ្ឍមួយនេះលោកមានប្រសាសន៍បន្តថាប្រសិនបើមានតែប្រជាពលរដ្ឋដែលមានជីវភាពធូរធារត្រូវបានសង្គ្រោះរីឯប្រជាពលរដ្ឋដែលមានការខ្វះខាតមិនត្រូវបានយកចិត្តទុកដាក់និងសង្គ្រោះនោះទេប្រទេសនឹងពុំមាននៅប្រជាពលរដ្ឋដែលមានសម្បត្តិរួបរวมជាតិតែមួយបានឡើយម្យ៉ាងវិញទៀតប្រសិនបើប្រជាពលរដ្ឋដែលមានជីវភាពធូរធារតែបែរជាធ្វើដំណើរទៅក្រៅប្រទេសដើម្បីស្វែងរកសេវាថែទាំវេជ្ជសាស្ត្រដែលល្អប្រសើរប្រទេសនោះនឹងបាត់បង់នៅចំណូលជាតិដ៏ច្រើនឯកឧត្តមគីយូស៊ីអូដាវ៉ារ៉ាអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបាននាំយកនៅសារលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូអាបេដែលបានបង្ហាញពីការកោតសរសើរនិងចូលរួមអបអរសាទរជាមួយនឹងការរីកចម្រើនរបស់កម្ពុជាជាមួយគ្នានេះដែរឯកឧត្តមអនុរដ្ឋមន្ត្រីបានមានប្រសាសន៍សម្ដែងនៅការវិតម្លៃខ្ពស់និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាពិសេសការរីកចម្រើននៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកម្ពុជាជប៉ុននៅក្នុងពិធីដ៏មានអត្ថន័យនោះដែរឯកឧត្តមអនុរដ្ឋមន្ត្រីបានសម្ដែងនៅការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តជួយដល់ប្រទេសកម្ពុជាជាពិសេសការខិតខំជំរុញអ្នកវិនិយោគទុនរបស់ប្រទេសជប៉ុនមកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋក្នុងពិធី
សម្ពោធមន្ទីរពេទ្យជប៉ុន Sunrise ក្នុងខ្លឹមសារដូចតទៅអ្នកនំគូដាវ៉ារ៉ាមនោរ៉ាន់ព្រៃតាមបទជប៉ុនអ្នកនំគុំមរុអកេរិជតុអកេរ៉តុវិសមាននិងព្រៃសម្រាប់គឺប្រទេសប៉ុនប្រចាំប្រទេសនៃកម្ពុជាហើយរំលោកជំទាវអស់លោកស្រីអ្នកកញ្ញាហើយនេះជាពិតជានៃការរីករាយរបស់មកចូលរួមសង្គមដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យសង្រាយដែលជាការមន្ទីរពេទ្យដំបូងដែលវិនិយោគដោយឯកជនរបស់ជប៉ុនមុននឹងចាប់ផ្ដើមនៃការវិនិយោគដែលនេះរដ្ឋាភិបាលនិងប្រជាជនជប៉ុនបានផ្ដល់មន្ទីរពេទ្យយ៉ាងចាំរួមមកហើយសម្រាប់ប្រជាជនកម្ពុជាតាមរយៈជំនួយและសំណងបើខ្ញុំចាំមិនភ្លេចទេក្នុងរយៈកាលប្រហែលឆ្នាំកន្លងទៅនេះខ្ញុំបានរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុនប្រមាណចំណងដើម្បីដើរសម្ពោធដាក់ឲ្យប្រើប្រាស់ជាមួយនឹងមន្ទីរពេទ្យនានាដូចជានៅទីក្រុងភ្នំពេញកំពង់ចាមនិងជាមួយនឹងខេត្តបន្ទាយមានជ័យជាដើមទាំងអស់នោះបានឃើញអំពីការយកចិត្តទុកដាក់នៃសុខុមាលភាពពីសំណាក់រដ្ឋាភិបាលនិងប្រជាជនជប៉ុនចំពោះប្រជាជនកម្ពុជានៅក្នុងការចាប់ផ្ដើមនៃការគិតគូរបន្ថែមទៀតវិស័យឯកជនជប៉ុនតាមរយៈរបាយការណ៍របស់លោកគីតាហារ៉ាបានលើកឡើងអំពីការពិនិត្យឃើញនៅចំណុចដែលគួរត្រូវបំពេញតាមរយៈវិស័យឯកជននេះខ្ញុំសូមយកឱកាសនេះដើម្បីសម្ដែងនៅអំណរគុណចំពោះអាដាមពូដាវ៉ារ៉ាអនុរដ្ឋមន្ត្រីការបរទេសជប៉ុនដែលបានអញ្ជើញមកទីនេះដើម្បីនាំមកនៅសារដ៏មានសារៈសំខាន់ពីឯកឧត្តមនាយករដ្ឋមន្ត្រីស៊ិនហ្សូអាបេប៉ុន្តែឯកឧត្តមស៊ិនហ្សូអាបេបានលើកឡើងនៅក្នុងសារលិខិតនេះពិតជាមានចំណុចសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនហើយក៏ទាក់ទងជាមួយនឹងបញ្ហាមន្ទីរពេទ្យនេះផងដែរខ្ញុំនៅចាំបានថាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូអាបេនៅឆ្នាំ2013ពេលនោះបានលើកឡើងទាក់ទងនឹងការគម្រោងវិនិយោគនៅក្នុងមន្ទីរពេទ្យសាន់រ៉ៃនេះចំណងហើយនៅក្នុងពេលប្រហែលថ្ងៃមុននេះគឺនៅពេលប្រជុំអាស៊ានជប៉ុននិងប្រជុំជប៉ុននិងមេកុងក៏ឯកឧត្តមស៊ិនហ្សូអាបេក៏បានលើកបញ្ជាក់អំពីការខិតខំជាពិសេសគឺការបូកសរុបនៅសមិទ្ធផលរវាងជប៉ុននិងមេកុងដែលក្នុងនោះមានការលើកឡើងទៅដល់ឈ្មោះនៃមន្ទីរពេទ្យនេះមួយផងដែរនៅឯទីក្រុងវិចិត្រប្រទេសឡាវហើយដល់សិនយូអ្វីជាមួយខ្ញុំគឺជាដៃគូមួយដែលបានធ្វើការយ៉ាងច្រើនរវាងជប៉ុននិងកម្ពុជាខ្ញុំបានធ្វើការជាមួយនាយករដ្ឋមន្ត្រីជប៉ុនច្រើនហើយក៏ប៉ុន្តែតាមរយៈនៃការងារដែលធ្វើរយៈពេលកន្លងទៅនេះទំនាក់ទំនងដែលបានលើកកម្ពស់ក្នុងកម្រិតដៃគូជាយុទ្ធសាស្ត្ររវាងកម្ពុជាជប៉ុនត្រូវបានធ្វើរវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីអាមេរិកយើងបានធ្វើកិច្ចការជាច្រើនហើយសមិទ្ធផលក៏បានកើតឡើងច្រើនផងដែរកាលពីឆ្នាំទៅស្ពានអ្នកលឿនដែលយើងរងចាំប៉ុន្មានសតវត្សទៅហើយនោះបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំថ្មីដែលហៅថាស្ពានទឹកបាសាជាមួយគ្នាដែរកាលពីថ្ងៃទី9ថ្ងៃទី1ខែកញ្ញាកន្លងទៅនេះការហោះហើរត្រង់រវាងទីក្រុងតូក្យូណារីតាមកទីក្រុងភ្នំពេញរបស់យើងត្រូវបានចាប់ផ្ដើមជាមួយនឹងការចាប់ផ្ដើមនេះល្ងាចនេះ
ai đó mà nuôi rong thấy mình phương nói trong chi trong thường pính tay canh tô chu tam rong tam bây giờ đây vô nó nè khi ông có phong tè rau nếu quy như xong trong nào mũi để ai từ tàu bán nào bây cứ căn cái trong tô chu tam bây giờ người ta ho ha trong nít tận họ nôn là trong thà khi ôngมันเปะกรอบในจะบ่จะบ่เลยนี่กรอบในนี่ก็เลิกตั้งที่นั่งมาป้อนผมบุญรายใจสะผมปื้เลยซอแต่มากรอบได้กบปราปรานี้ไกลลงไงน้ำนู้นหรือซอวิทยาต้องใบเป็นบาทเดินเจ๊ไปเจ๊ถึงพงรอกัดน้ำใบนึงแต่พื้นเนื้อกรอบในอะไรตัวเจ๊จะปวดเข้มสมเยอะการที่นำใบคลายจูในการเอาคุณที่จะง่ายจูจะพูดให้ดำในโยรันได้เส้นรัวเบี้ยก่อนโดยที่รัฐบาลจะพ้นได้ถึงนิจการเราในการคอนโทรลส่งพูดในการอภิวัตสำหรับกริที่น่าจะการบุชีโดยเด็กช่างบานเลือกลานของมันไม่มีรู้ท้ายขามุนนังเมียนวิสัยไอ้เด็กจนโจรุ่มในขนมปัญหาเนื้อกับพวกสกมาลพิษในที่นี้จะปนบานรุ่งจุดไหนก่อสร้างในมุทิเพศก่อสร้างในมัชชันนุ่นกองเทียนยามันไปรู้ได้ไปหาชั่วโมงหาชื่อมุทิเพศจะปนจุดไหนนี่คือจุดไหนที่จุดไหนได้ยืนมือคืนของพี่สาระสำคัญมีกันน้องแกะต้นจะมุ้ยหนึ่งกากองปีในสักแกะต้นนึงสักมาลพิษเราว่าเป็นจุดខ្ញុំពិតជាមានការរីករាយជាមួយនឹងលោកទីតាហារ៉ាដែលបានថានេះជាការចាប់ប្រាំតែប៉ុណ្ណោះហើយខ្ញុំសូមទទួលយកថានេះគឺជាការចាប់ប្រាំហើយនៅលើផ្លូវវែងឆ្ងាយតទៅទៀតដែលលោកនឹងបន្តដើម្បីធ្វើឲ្យមន្ទីរពេទ្យនេះคล้ายទៅជាមន្ទីរពេទ្យដែលអាចទ្រទ្រង់បាននៅស្ថានភាពได้ប្រជាជនកម្ពុជាកាន់តែមានតម្រូវការការដែលយើងមានមន្ទីរពេទ្យខ្នាតខ្ពស់បែបនេះវាមិនគ្រាន់តែជាបញ្ហាដាច់ដោយឡែកសម្រាប់ប្រជាជនកម្ពុជាទេក៏ប៉ុន្តែវាបង្កើតបាននូវជំនឿទុកចិត្តសម្រាប់អ្នកវិនិយោគនិងក៏សម្រាប់អ្នកទេសចរដែលមានប្រាក់ហើយមកពីចម្ងាយគេត្រូវដឹងថាមុនពេលដែលគេមកវិនិយោគឬមកធ្វើទៅទេសចរនៅកម្ពុជាតើមានមន្ទីរពេទ្យនិងមានសេវាគ្រប់គ្រាន់ដើម្បីសងគ្រោះគេឬទេដូច្នេះការកសាងមន្ទីរពេទ្យនេះវាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកនៃបញ្ហាសុខភាពនោះទេក៏ប៉ុន្តែវាជះឥទ្ធិពលទៅលើបញ្ហាដទៃទៀតរាប់ទាំងបញ្ហាវិស័យទេសចរការវិនិយោគនិងការមកសិក្សាស្រាវជ្រាវនៅកម្ពុជាផងដែរប៉ុន្តែថ្ងៃនេះគឺខ្ញុំគិតថាចង់ខ្លាយទៅជាអ្នកជំងឺលើកដំបូងនៅក្នុងមន្ទីរពេទ្យនេះតែម្ដងដោយសារតែឥឡូវនេះការពិតខ្ញុំកំពុងតែគ្រុនទេហើយកម្មវិធីលុបចោលទៅមិនបានពីមិនសិនលុបចោលបានថ្ងៃហ្នឹងលុបចោលបានប៉ុន្តែបើពិនិត្យជាជំងឺវិញខ្ញុំកំពុងតែគ្រុនទេអញ្ចឹងទេបានជាវងករបស់ខ្ញុំនេះគឺវាលាកខ្លាំងណាស់ហើយប៉ុន្តែសង្ឃឹមថាតើអាចឲ្យជោគដេកពេទ្យនឹងព្រឹកនឹងបានទេអត់ប៉ុន្តែសង្ឃឹមថាខ្ញុំមិនទៅទៀតហើយឯកសារទាំងឡាយដែលគេដាក់លើតុឯកសារណាដែលបញ្ញត្តិក៏គួរតែទុកឯកសារដែលមិនបញ្ញត្តិគួរតែដកចេញសិនព្រោះថាគេដឹងខ្ញុំហើយម្សិលមិញចុះហត្ថលេខាដល់ម៉ោង1ថ្ងៃអាទិត្យទៅបានទៅបាយហើយយប់មិញក្រោយទទួលភ្ញៀវហើយនៅឯសន្តិសេការគណៈរដ្ឋមន្ត្រីរហូតដល់ម៉ោងជាង7បានរួចមកដល់ផ្ទះហើយវាមិនជាប់ទៀតមិនមានឯកសារទៀតអញ្ចឹងទេអ្នកនៅកតកាឡៃអ្នកដែលនៅត្រូវចាំប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនអោយហាក់ខាននៃការជួប
hay đó người nghe như thế người thế người bên ra chu kia sai chụp mây vào thịt nơi người nghe xong thiết trong ca từ kia xả còn cái đi dương mà ho xa tàu chiều mui nâng sầm mấtพอ mây mui đang kẹt tông tư nâng bị say sau đó vào thịt à bỏ cái gì chứ khi ông có xongយកអាកាសនេះដើម្បីអំពាវនាវចំពោះប្រជាពលរដ្ឋនិងចំពោះផ្នែកសុខាភិបាលជាទូទៅជំងឺឆ្លងកាយសាហាវបានព្រាលដាលតាំងពីទ្វីបអាមេរិកឡាទីនរហូតមកដល់ក្បែរខាងយើងហើយហើយនិយាយបានថាមកទល់នឹងដបងមកទល់នឹងរងផ្ទះរបស់យើងហើយនោះគឺជំងឺឆ្លងស៊ីកាដែលជំងឺនេះមិនតាន់ចូលមកដល់កម្ពុជាទេក៏ប៉ុន្តែបានមកគៀកនៅកម្ពុជាដោយជានៅប្រទេសថៃបានរកឃើញនៅជំងឺនេះមកហើយនៅប្រទេសសិង្ហបុរីមានជំងឺនេះច្រើនណាស់ដូច្នេះខ្ញុំស្នើសារឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់ទៅលើការថែទាំនិងការរក្សាធ្វើយ៉ាងណាកុំឲ្យមានជំងឺនេះឆ្លងចូលមកក្នុងទឹកដីនៃប្រជាណាចក្រកម្ពុជាដូច្នេះការត្រួតពិនិត្យទាំងឡាយដែលរៀបចំឡើងដោយក្រសួងសុខាភិបាលបូកនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជនការពារអនាម័យនិងថែទាំនៅក្នុងរយៈពេលនៃការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយក៏ជាផ្នែកនៃការរក្សាសុខុមាលភាពរបស់ប្រជាជនយើងផងដែរខ្ញុំពិតជាមានមោទនភាពជាមួយនឹងការខិតខំទាំងអស់ដែលយើងបានប្រឹងប្រែងរួមគ្នាធ្វើឲ្យវិស័យសុខាភិបាលរបស់យើងកាន់តែមានការរីកចម្រើនហើយសង្គមតាមួយជានិស្សិតថ្ងៃនេះដែលមកចូលរួមនិងខិតខំប្រឹងប្រែងរៀនសូត្រហើយមន្ទីរពេទ្យនេះក៏អាចคล้ายទៅជាមន្ទីរពេទ្យដែលដល់ឱកាសឲ្យក្មួយបានចូលមកធ្វើកម្មសិក្សាផងដែរសង្គមថាលោកប្រធានមន្ទីរពេទ្យមិនចិត្តអាក្រក់នៅក្នុងការផ្ដល់ឱកាសឲ្យនិស្សិតពេទ្យរបស់យើងចូលមកធ្វើកម្មសិក្សាហើយជាពិសេសក្រុមគ្រូពេទ្យឯកទេសតែម្ដងដែលទាមទារនៅការធ្វើកម្មសិក្សានៅតាមមន្ទីរពេទ្យនានាខ្ញុំពិតជារីករាយជាមួយអ្វីដែលបាននឹងកំពុងកើតហើយខ្ញុំគិតថានេះគ្រាន់តែជាការចាប់ផ្ដើមមួយនៅលើកំណត់ផ្លូវដ៏វែងឆ្ងាយដែលយើងត្រូវបន្តនៅជំនាញនេះតទៅទៀតមុននេះវិស័យរដ្ឋរបស់ឯកជនរបស់ជប៉ុនបានជួយយ៉ាងច្រើនដល់ប្រទេសកម្ពុជារាប់ទាំងបញ្ហាវិស័យសុខាភិបាលនេះដែលខ្ញុំបានបញ្ជាក់ពីខាងដើមថាមុនមន្ទីរពេទ្យឯកជនចាប់ដើមគឺមានមន្ទីរពេទ្យរបស់រដ្ឋថាភិបាលជប៉ុនបានផ្ដល់ឲ្យប្រជាជនកម្ពុជានៅក្នុងជំនួយដទៃទៀតក៏ដូចគ្នាដែរមុនពេលដែលវិស័យឯកជនរបស់ជប៉ុនចូលមកវិនិយោគគឺរដ្ឋាភិបាលនិងប្រជាជនជប៉ុនបានផ្ដល់ជំនួយឥតសំណងយ៉ាងច្រើនមកកាន់ប្រទេសកម្ពុជាក្នុងរយៈកាលប្រមាណឆ្នាំចុងក្រោយនេះមានការវិនិយោគពីជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងហើយដែលក្នុងនោះនាំមកជាមួយនឹងបច្ចេកវិទ្យាជាន់ខ្ពស់ដែលវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងភ្នំពេញតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុងនិងតំបន់ផ្សេងទៀតហើយសង្ឃឹមថាទំនាក់ទំនងនេះវាសមស្របជាមួយនឹងដៃគូយុទ្ធសាស្ត្រហើយវាក៏ជាសមស្របជាមួយនឹងក្របខ័ណ្ឌនៃការចូលរួមរបស់ជប៉ុនក្នុងការធ្វើសមារណកម្មអាស៊ានកាត់បន្ថយគម្លាតរវាងប្រទេសដែលមានអភិវឌ្ឍការអភិវឌ្ឍតិចតួចជាមួយនឹងអភិវឌ្ឍទៀតសមាជិកថ្មីដែលមានការអភិវឌ្ឍទៀតជាមួយនឹងសមាជិកចាស់ដែលពេលនេះបានឈានដល់ដំណាក់កាលទី3របស់ខ្លួនហើយ
តាមរយៈកម្មវិធីនៃជំនួយរបស់ជប៉ុនដែលហៅថាជប៉ុនមេកុងគឺជាគំនិតព្រួយប្រាំដ៏ល្អមួយដើម្បីជួយដោះស្រាយបញ្ហាកាត់បន្ថយគម្លាតនោះដែលក្នុងនោះប្រទេសភាគច្រើននៅតាមដងទន្លេមេគង្គនេះគឺជាប្រទេសដែលមានការអភិវឌ្ឍទាបជាងអាស៊ានមុនដូច្នេះការចាប់យកនៅគម្រោងនានាដែលជប៉ុនបានធ្វើជាមួយនឹងកម្ពុជាបូកជាមួយនឹងការធ្វើតបជាប់ផ្លូវជាតិលេខ1ស្ពាននៅលើនិងកំពុងតែតបជាប់ផ្លូវជាតិលេខ5ទៅកាន់ពីព្រៃក្រាបឆ្លងកាត់ខេត្តពោធិ៍សាត់ទៅបាត់ដំបងនិងឆ្ពោះទៅរកព្រំដែនកម្ពុជាថៃគឺជាផ្នែកដ៏សំខាន់នៃការដឹកជញ្ជូនការតបជាប់ក្នុងរបៀបភាគខាងត្បូងនៃតំបន់អនុមេគង្គឬក៏ក្នុងតំបន់អាស៊ានរបស់យើងសង្គមការនឹងមានការចូលរួមបន្ថែមទៀតតាមរយៈនៃជំនួយនោះហើយខ្ញុំក៏សូមយកបញ្ហានេះនិយាយបន្តិចថាអ្វីដែលបានកើតនៅក្នុងប្រទេសកម្ពុជាគឺប្រទេសនេះនិងប្រជាជនយើងបានដឹងច្បាស់ហើយយើងបានឆ្លងកាត់ការលំបាកខ្លាំងណាស់ពីទីក្រុងភ្នំពេញមួយដែលគ្មានមនុស្សនៅតតែសោះមកកាន់ទីក្រុងភ្នំពេញមួយដែលមានភាពចង្អៀតនៅពេលខាងមុខនេះនឹងមានការសុំការយោគយល់ពីសំណាក់ប្រជាជនរបស់យើងដែលតាមរយៈនោះគឺស្ពានរបស់ជប៉ុននេះស្ពានមិត្តភាពកម្ពុជាជប៉ុននេះនឹងត្រូវបិទមួយរយៈដើម្បីនឹងធ្វើការជួសជុលបើមិនដូច្នោះទេស្ថានភាពនេះវាទុកទោសបើយើងពិនិត្យមើលនៅក្នុងផែនទីដែលមាននៅក្នុងនេះយើងអាចបង្ហាញឃើញអំពីការរីករាលដាលឡើងសូម្បីតែទីតាំងដែលយើងចូលនេះកាលពីដើមតំបន់នេះតំបន់ព្រៃស្រែងទេតំបន់ព្រៃស្រែងក៏ប៉ុន្តែយើងមិនអាចទុកឲ្យស្រែងដុះដើមស្រែងយូលនៅមុខទីក្រុងរបស់យើងទេយើងត្រូវមានការអភិវឌ្ឍដូច្នេះផ្នែកដែលយើងកំពុងចូលនៅទីតាំងនេះជាផ្នែកដែលពីមុននេះការពិតពីមុននេះចំណុចនៅកន្លែងនេះនៅខាងមុខនៅនោះនេះប៉ុន្តែមួយឆ្នាំដីដងតិចមួយឆ្នាំដីដងតិចដល់ដកចុះដល់ឡើងទៅគឺថាវាមកទល់តែប៉ុណ្ណឹងប៉ុន្តែយើងមិនអាចឲ្យដកទៅថែមតទៅទៀតទេឥឡូវយើងកំពុងតែបូមដើម្បីឲ្យទឹកហូរចូលឥឡូវទឹកកំពុងតែហូរចូលប៉ុន្តែកាលពីអតីតកាលនោះនៅខាងនោះស្ពានគុលជួយទៅว่าខាងនេះជួយទៅว่าបន្តិចទៀតប៉ុន្តែមួយឆ្នាំទៅដងតិចមួយឆ្នាំទៅដងតិចដល់ទៅដងអញ្ចឹងតែយើងត្រូវអភិវឌ្ឍវាឬយើងត្រូវទុកឲ្យដើមត្រីនិយមខែទឹកឡើងដីរបស់វិចារដុះព្រោះហើយខែ5គឺប៉ុន្តែពេលខ្លះដើមត្រីវាយល់ប៉ុន្តែពេលក្រោយមកទៀតវាមិនមែនយល់ទៀតទេវាទៅជាសំបីតែនៅកណ្ដាលទន្លេមួយនោះមកមានទៅរំនៅឋាននៅកណ្ដាលនោះអានេះតំបន់ផ្លូវដឹកជញ្ជូនរបស់យើងអញ្ចឹងទេប្រទេសកម្ពុជារបស់យើងនេះឆ្លងកាត់ដំណាក់កាលដែលតាមរយៈមានរឿងមួយដែលខ្ញុំសូមនិទានបន្តិចវាជារឿងកំសាន្តទេក៏វាប្រហែលទៅបែបកម្ពុជាដែរនិយាយពីរឿងចេះក្រុមហ៊ុនមួយមានប្រធានក្រុមហ៊ុននិងមានគណៈនៃក្រុមហ៊ុនអាហ្នឹងគឺក្មេងៗជាបាយឲ្យខ្ញុំទេគណៈនៃក្រុមហ៊ុននោះគឺជាស្ត្រីហើយប្រធានក្រុមហ៊ុនគឺជាប្រធានអង្គភាពគឺណែតែប្រធានអង្គភាពchứគឺជាបរិបមានប្រពន្ធអញ្ចឹងផ្ញើសារតាមវត្តអាប់ឥឡូវហ្នឹងនិយាយថាផ្ញើសារតាមវត្តអាប់
ប៉ុន្តែជាគ្នាសរសេរវាខ្លីព្រោះវត្តអាប់ខ្លះឬក៏ឡានខ្លះឬក៏ Telegram ខ្លះវាខ្លីវាយបានតិចទៅជូនទៅម្ដងវាយលើកទី1ថាលោកប្រធានខ្ញុំមានផ្ទៃពោះហើយវាយលើកទី1ថាលោកប្រធានខ្ញុំមានផ្ទៃពោះហើយអញ្ចឹងទេពេលហ្នឹងប្រពន្ធកំពុងតែបាយជាមួយគ្នាប្រពន្ធចាប់យកទៅមើលមុនយកទូរស័ព្ទព្រៃទៅមើលអញ្ចឹងគឺស្ត្រីថាលោកប្រធានខ្ញុំមានផ្ទៃពោះហើយវាយប្រៃភងអាហ្នឹងគឺវគ្គទី1ដែរតែប្តីគ្នាអត់ដឹងអីសោះនឹងទី1ដល់វគ្គទី2វាយមកវគ្គទៅទៀតថ្ងៃស្អែកខ្ញុំនឹងប្រាប់ពុកម៉ែហើយអាហ្នឹងកាន់តែធ្ងន់មកព្រោះគេប្រាប់ឪម៉ែគេហើយដាក់អស់ប្រមាណគ្នាដល់បានវគ្គទី3បានប្រាប់ថាថ្ងៃស្អែកខ្ញុំសូមច្បាប់លោកប្រធានដើម្បីទៅជាមួយសង្សារខ្ញុំទៅជួបឪពុកម្ដាយរបស់គាត់តម្រាំតែដឹងរឿងពិតគឺ3ធ្នេសភាពការកម្ពុជាគឺវាដូចនេះឯងអញ្ចឹងកុំអាសរុបអីមកតង់ចេញអាតង់ចុងក្រោយជាប់រឿងខ្ញុំនិយាយអញ្ចឹងអាចយល់ហើយអាហ្នឹងរឿងមួយទៅរឿងមួយទៀតជារឿងដំណើរម្ដាយឲ្យផ្លែតបែកទៅកូន2កូនចាប់ផ្ដើមទាញផ្លែតបែកមួយខាំរួចហើយម្ដាយស្រែកប្រាប់ថាឲ្យម៉ាក់មួយមកពេលណាកូនវាមិនមកតវាទាញមួយទៀតទៅខំម្ដាយនឹកក្នុងចិត្តពោះចិត្តជាមួយនឹងកូនចិត្តអាក្រក់ប៉ុន្តែងាកចេញមកកូនហៅត្រឡប់ទៅវិញម៉ាក់អានេះផ្អែមជាងអញ្ចឹងបានសក្តិថាកុំវិនិច្ឆ័យឡាពេកខ្ញុំនិយាយនេះប្រហែលជាអាចយល់នៅអ្វីដែលហៅថាសភាពការបើមិនដូច្នោះវិនិច្ឆ័យឡាពេកស្រីឡាពេកនាំឲ្យកូនការទៅវិញទេអានេះខ្ញុំគ្រាន់តែលើកបែបជាកតិលោកប៉ុន្តែបែបជារឿងពិតខ្លះដែរនៅអ្នកខ្លះចឹងលោកប្រធានខ្ញុំមានផ្ទៃពោះហើយប៉ុន្តែនេះគ្រាន់ថារឿងកំប្លែងប៉ុន្តែរឿងបែបនយោបាយទៅវិញបើប្រៀបធៀបទៅនឹងនយោបាយក៏បានដែរអញ្ចឹងទេបានជាលោកប្រធានទីតារ៉ាថានេះគ្រាន់តែជាការចាប់ផ្ដើមហើយសូមឲ្យមានការគ្រប់គ្រងបន្តនោះហើយគឺជាសុតិនិយមនៃសភាពការវិវត្តរបស់កម្ពុជាដែលឈានពោះទៅរកអនាគតរបស់ខ្លួនហើយជាថ្មីមកទៀតតាមរយៈឯកឧត្តមអនុរដ្ឋមន្ត្រីអូដាវ៉ារ៉ាសូមឲ្យឧត្តមពំនាំនៅការអរគុណរបស់ខ្ញុំជូនចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេក៏ដូចជាជូនចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលជានិច្ចការបានគ្រប់គ្រងបានផ្ដល់នូវជំនួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាហើយសូមអរគុណជាមួយនឹងបណ្ដាក្រុមហ៊ុនជប៉ុនដែលបានវិនិយោគនៅទីនេះរួមគ្នាតាមរយៈនៃកម្ចីពីចែកកាយសង្ឃឹមថា
ការវិនិយោគបែបនេះនឹងមានជាបន្តហើយដែលអំបញ្ញមិញលោកប្រធានបាននិយាយថាមិនអាចឈានទៅដល់សាកលវិទ្យាល័យផ្នែកសុខាភិបាលផងដែរខ្ញុំមិនបន្តទេដោយសារតែបញ្ហាសុខភាពប៉ុន្តែខ្ញុំក៏គ្មានពាក្យនិយាយបន្ថែមទៀតនោះទេក្រៅតែពីពាក្យអរគុណហើយថ្ងៃនេះខ្ញុំបាននាំមកសម្រាប់យុវជនកាយរិទ្ធនិងយុវជនកាកបាទក្រហមកម្ពុជាចំនួន200នាក់ក្នុងម្នាក់ថវិកា10000រៀលជូនគ្រូពេទ្យនិងបុគ្គលិក150នាក់ក្នុងម្នាក់50000រៀលជូននិស្សិតសាលាពេទ្យចំនួន300នាក់ដែលមកចូលរួមក្នុងទីនេះក្នុងម្នាក់ថវិកាចំនួន20000រៀលជូនក្រុមតន្ត្រីសម័យថវិកាចំនួន1លានរៀលឯណាក្រុមតន្ត្រីសម័យនោះបាទអត់មានបងទេនឹងជាបណ្ដាប់នេះហ៎មើលក្មួយចេះហមនេះកៃជើងអត់ឥឡូវយើងគួរតែហមដើម្បីអបអរសាទរជាមួយនឹងមន្ទីរពេទ្យថ្មីអត់គួរណាហើយបើគួរមកយើងលេងជាមួយគ្នាតិចទៀតជំនាញជប៉ុនឲ្យហមនេះកៃជើងហ្នឹងប៉ុន្តែអារម្មណ៍នេះកៃជើងនោះមិនងាយលេងភ្លេងទេអារម្មណ៍តើកាចាក់ណាមិនដឹងថាមានទេអត់បាទឥឡូវក្រុមខ្ញុំទៅណាសិតតែមានអាធុងបាក់អាប្រដាប់កាចាក់អាហ្នឹងគេហៅអីហ៎អាហ្នឹងគេហៅ Peter ហ៎ Speaker អានោះតឲ្យចឹងហើយចុងបញ្ចប់ជាមួយនឹងការប្រកាសសម្ពោធដែលប្រើប្រាស់ជាផ្លូវការនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាខ្ញុំសូមជូនពរហើយគណៈលោកជំទាវអស់លោកស្រីបងប្អូនហើយរៀបកញ្ញាបងប្អូនជនជាតិនិងជូនពរចំពោះចំណងមិត្តភាពកម្ពុជាជប៉ុនសូមថិតថេរជាអមតៈហើយជូនពរចំពោះអ្នកទាំងអស់គ្នាសូមប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីគឺសូមអរគុណបាទទស្សនាគារនិងបន្ទប់នៃមន្ទីរពេទ្យបន្ទាប់មកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមគីយូស៊ីអូដាវ៉ារ៉ាអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននិងជាតំណាងនាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូអាបេនិងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញទស្សនាតាមបន្ទប់ស្នាក់នៅនិងបន្ទប់បំពេញការងាររបស់មន្ទីរពេទ្យជប៉ុន Sunrise ដែលមានវត្តមានជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ថាមន្ទីរពេទ្យនេះមានកម្ពស់4ជាន់ចំណាយអស់ថវិកាចំនួន$34 លានអាមេរិកក្នុងការវិនិយោគជំហានដំបូងសម្រាប់ការសាងសង់ការបំពាក់នៅបរិក្ខារទំនើបដើម្បីគ្រប់គ្រងដល់ការផ្ដល់សេវានិងសម្រាប់ការចំណាយក្នុងការបណ្ដុះបណ្ដាលបុគ្គលិកពេទ្យនៅក្រៅប្រទេសសមិទ្ធផលមន្ទីរពេទ្យថ្មីនេះជាមោទនភាពថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាដោយសារតែមន្ទីរពេទ្យនេះនឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់សុខុមាលភាពលើកកម្ពស់បរិយាកាសនៃវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែលេចត្រដែតឡើងខណៈវិស័យមួយនេះកាន់តែមានវឌ្ឍនភាពទៅតាមស្តង់ដារអន្តរជាតិការប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យជប៉ុន Sunrise នៅពេលនេះគឺជានិមិត្តរូបនៃការចូលរួមមកបណ្ដាក់ទុនវិនិយោគរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជាដែលកំពុងមានសន្ទុះរីកចម្រើនទៅមុខជាពិសេសការបើកផ្លូវហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជាកាលពីដើមខែកញ្ញាកន្លងទៅនេះ